ជំរាបសួរម្ដងទៀតហើយនៅកាពីម៉ាថាយដដែលចំពោះ9ខ13នឹងការប្រែចិត្តខ្ញុំជំរាបឲ្យថាខ្ញុំពឹងរៀនថ្ងៃនេះខ្ញុំបរៀនកែប្រែចិត្តប៉ុន្មានកាពីជាច្រើនដែលខ្ញុំត្រូវបកស្រាយតទៀតអរគុណព្រះអង្គខ្ញុំសូមអានជូនចូលឲ្យអ្នករាល់គ្នារៀននៃបទដែលថាអញចង់បានសេចក្តីមេត្តាករុណាមិនមែនយ៉ាញ់បូជាទេពីព្រោះខ្ញុំមិនបានមកដើម្បីនឹងហៅមនុស្សសុចរិតទេគឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញអរគុណព្រះអង្គនេះជាខកាពីមួយដែលព្រះមានបន្ទូលថាទ្រង់មិនចង់បានយ៉ាញ់បូជាចង់បានសេចក្តីមេត្តាករុណាដូចជាការចាញ់បូជានេះទ្រង់បានដឹងហើយបងប្អូនយើងដឹងហើយចាញ់បូជានេះគឺបើនិយាយពីរឿងនៅសញ្ញាចាស់ហ្នឹងគឺមានសែនមានព្រេនមានបន់មានអីគេថាយកទៅថ្វាយប៉ុន្តែនៅសម័យព្រះយេស៊ូវនេះទ្រង់អត់ចង់បានបង្វាយអ្វីពីយើងទេគឺចង់បានសេចក្តីមេត្តាករុណាហេតុអីបានជាព្រះចង់ឲ្យយើងមានសេចក្តីមេត្តាករុណាបង្រៀនយើងពីសេចក្តីមេត្តាករុណាទៅវិញសេចក្តីមេត្តាករុណាជារឿងមួយដែលធ្វើឲ្យយើងចេះមានសេចក្តីស្រឡាញ់ចេះមានសេចក្តីកោតខ្លាចព្រះសេចក្តីស្រឡាញ់សេចក្តីចេះជួយទុក្ខរៈនេះវិញទៅបានមិនមែនយ៉ាញ់បូជាទេពីព្រោះខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតដូច្នេះនៅក្នុងផែនដីនេះគ្មានអ្នកណាមួយសុចរិតទេមានតែព្រះមួយគត់ដែលសុចរិតចុះហេតុអីបានជាព្រះមានបន្ទូលថាទ្រង់មិនមែនមកហៅមនុស្សសុចរិតទេហៅមនុស្សមានបាបឲ្យប្រែចិត្តវិញដូច្នេះពាក្យតែសុចរិតនៅពេលនេះគឺគេដើរក្នុងផ្លូវប្រយព្រះហើយគេអត់បានខ្ទាតចេញពីសេចក្តីពិតរបស់ព្រះទេគេបានដើរហើយគេឈប់កុហកគេឈប់លួចគេឈប់កេងប្រវ័ញ្ចគេឈប់ហូបចុកគេឈប់ជក់បរិយគេឈប់ផឹកស្រាអ្វីនេះគេឈប់ចងការប្រាក់គេឈប់លេងតុងទីននិយាយអស់គឺថាគេសុចរិតហើយគឺថាផ្លូវដែលព្រះឲ្យគេដើរតាមផ្លូវព្រះគេមិនមែនដើរផ្លូវខ្លួនឯងទេនេះហើយហៅតែមនុស្សសុចរិតសូម្បីតែនិយាយពាក្យមួយម៉ាត់ពលឹះឬមួយចង់ពលឹះឬមួយចង់អីគឺព្រះបិទហ្មងមានព្រះដែលមិនចង់ពេលណាខ្ញុំចង់និយាយរឿងអីដែលព្រះមិនសពតិគឺព្រះបិទមកអត់ឲ្យនិយាយចេញហ្មងព្រះមានអំណាចដល់ខ្ញុំនិយាយអត់ចេញខ្ញុំនឹងតែចំអំណាចព្រះខ្លាំងមែនតើខ្ញុំចង់និយាយប៉ុន្តែព្រះមិនឲ្យនិយាយប្រយ័ត្នមែនតើណាកុំថាព្រះគ្មានគ្រប់ទាំងវិជាស្ដាព្រះមានសេចក្តីស្រឡាញ់ព្រះមានមេត្តាករុណាព្រះអាចបិទមាត់យើងមិនឲ្យយើងនិយាយព្រះបិទមាត់យើងមិនឲ្យយើងថាអ្វីទៀតនេះហើយទៅហៅសុចរិតនៅក្នុងលោកីសុចរិតមែនគឺយើងអត់មានចង់បានចង់មានពីណាមកទេព្រោះយើងមើលដឹងការភ្លើងឆេះនៅ California Los Angeles ចឹងឃើញទេតើយកបានអីខ្លះតើប្រឹងឲ្យរួចតែជីវិតទៅបានហើយនៅមានស្លាប់នៅក្នុងភ្លើងទៀតដូច្នេះការអស្ចារ្យរបស់ព្រះនេះព្រះគាត់ទៅបង្ហាញឃើញប៉ុណ្ណឹងយើងញាក់សាច់ប៉ុណ្ណឹងហើយចង់ងំទាំងភ្លើងឆេះកាលទៀតយ៉ាងណាទៅដូចខ្ញុំនៅកន្លែងនេះយប់ថ្ងៃមុនស្រាប់តែសរ៉ែនស្រែកមែនតើគេដេញយើងចេញពីក្នុងកន្លែងហ្នឹងចេញព្រោះសរ៉ែនស្រែកគឺមានកន្លែងណាឆេះហើយប៉ុន្តែដល់ចុះទៅគឺថាអត់មានយកអីទាំងអស់អ្នកម្នាក់នឹងរត់យកទៅរួចខ្លួនប៉ុន្តែខ្ញុំមានស្មារតីចេះខ្ញុំអត់អាចបោះបង់ព្រះគម្ពីរបានទេខ្ញុំសូកព្រះគម្ពីរដាក់នៅក្នុង backpack ដាក់នៅក្នុងសាក់កដោខ្ញុំហើយខ្ញុំគ្រាន់តែទាញចុះនៅពីចូលគេងហើយហ្នឹងហើយខ្ញុំក៏យកអាវល្ងាហ្នឹងយកមកគ្របពីលើពី backpack ទៀតពីសាក់កដោទៀតចុះទៅអត់មានមួកអត់មានអីទាំងអស់ដូច្នេះទៅតែស្បែកជើងហ្នឹងអត់ទៅមានពាក់ស្រោមទៀតចុះទៅជែកមែនតើដូច្នេះនេះគ្រាន់តែព្រះបញ្ញាខ្ញុំអត់ទាន់ដឹងទេស្រាប់ព្រលឹមឡើងខ្ញុំអត់ទិដ្ឋានទៅព្រះអធិដ្ឋានទៅព្រះស្រាប់ព្រះអធិដ្ឋានហើយ
ជាងតំសាទៅកើព្រះហើយម៉ោង3ម៉ោង4ម៉ោង5ភ្លឺខ្ញុំមកទិដ្ឋានដល់ពេលអញ្ចឹងទៅខ្ញុំទិដ្ឋានកន្លះមក20 មីនិត23 មីនិតគឺថារៀបរាប់បងប្អូនខ្ញុំច្រើនណាស់ស្រាប់តែព្រះដល់ចប់ហើយព្រះប្រាប់ខ្ញុំថានឹងហើយគ្រាន់តែសរែងស្រេច emergency ភាពអាសន្នម្លឹងមនុស្សយើងអត់យកអីបានទាំងអស់ហេតុអីបានជាខ្ញុំបានយកព្រះកាពីទៅតាមមានតែព្រះមួយទេដែលអាចជួយសង្គ្រោះជីវិតខ្ញុំបានខ្ញុំទៅក្រោយគេចេញទៅអស់លីងទៅស្ងាត់ចុះអត់មានចុះចដៅយន្តទៀតខ្ញុំចុះតាមចដៅធម្មតាទៀតហើយចាវាជាន់ទី2នោះវាខ្ពស់ដើរវើកឲ្យយើងចាស់ហើយហ្នឹងគេចិត្តថាទៅមុនយើងអស់ហើយនេះហើយដែលព្រះបង្ហាញថានឹងគ្រាន់តែសរែងស្រេចនៅក្នុងអរិញភាពអាសន្នផងហើយចុះបើព្រះយើងមកមែនទេទម្លាក់ភ្លើងនោះតើយើងភ័យស្លន់យ៉ាងណាទៅត្រូវដឹងពេលវេលាដល់ហើយកុំឲ្យនៅតទៅទៀតកុំឲ្យនៅចង់មានចង់បាននេះទៀតទីបំផុតនោះរត់តែធ្លាក់តែខោអាវពាក់គេងណាល្ងាចេញទៅក្រៅអត់មានអាវអត់មានចាក់កិតអត់មានអាវល្ងាទេតែខ្ញុំព្រះឲ្យខ្ញុំស្មារតីរឹងណាខ្ញុំរៀបចំព្រះកាពីដាក់នៅក្នុង backpack ហើយដាក់ក្នុងសាកដោហើយខ្ញុំដាក់ទូរស័ព្ទដាក់ប្រដាប់សាកទូរស័ព្ទអីចូលស្រួលហើយខ្ញុំរស់ទៅខ្ញុំស្ពាយ backpack ហើយខ្ញុំស្ពាយសាកដោហើយខ្ញុំពាក់អាវល្ងាទៅមួកក៏អត់មានស្រោមជើងក៏អត់នេះហើយភាពអាសន្នដែលយើងត្រូវដឹងថាព្រះយាងមករបៀបណាដូច្នេះពេលវេលានេះព្រះឲ្យខ្ញុំនៅឃើញចុងព្រះខ្ញុំដឹងថាគ្រាន់តែសរែងស្រែកប៉ុណ្ណឹងតែយើងភ័យប៉ុណ្ណឹងយើងស្លន់ប៉ុណ្ណឹងយើងអត់បានយកអីទាំងអស់ហើយចុះដល់ព្រះយើងមកនឹងតើយ៉ាងណាទៅសូមព្រះប្រទានពរការអស់ទៅនឹងសូមជម្រាបលាព្រះអង្គគង់ជាមួយ